ប្តីប្រពន្ធតែឆ្លោះគ្នាញឹកញឹកហើយអត់ដឹងថាឆ្លោះមកពីរឿងអីនេះគឺជាចំណុចមួយគឺតាក់ទងជាមួយទំនាក់ទំនងប្តីប្រពន្ធដែលអត់យល់ចិត្តគ្នាចិត្តតែលាក់ទុកក្នុងចិត្តអត់ហ៊ានប្រាប់អត់ហ៊ាននិយាយហើយតែការលាក់ទុកយូរហ្នឹងទៅវាធ្វើឲ្យចំណងប្តីប្រពន្ធយើងកាន់តែឆ្ងាយទៅរហូតមានការផាត់ក្បត់មានការលួចលាក់មានដៃគូខាងក្រៅដោយសារតែអាទំនាក់ទំនងបេះដូងនិងភាពស៊ីជម្រៅនៃប្តីប្រពន្ធវាបានកាត់ផ្ដាច់វាបានឃ្លាតឆ្ងាយអញ្ចឹងតាក់ទងជាមួយរឿងសម្ងាត់របស់ប្តីប្រពន្ធដែលមិនអាចអ្នកដទៃដឹងប៉ុន្តែប្តីប្រពន្ធមិនអាចលាក់បាំងគ្នាបានទេវាជាសេចក្តីសុខរួមយើងត្រូវបង្កើតដើម្បីឲ្យវាសប្បាយរីករាយទាំងអស់គ្នាអញ្ចឹងហើយមានប្តីប្រពន្ធជាច្រើនដែលគាត់ខ្វះកន្លែងហ្នឹងជាពិសេសដៃគូដំបូងដែលគាត់អត់យល់ឬក៏គាត់អត់មានមូលដ្ឋានគ្រឹះគាត់បានត្រៀមខ្លួនគាត់បានរៀបចំខ្លួនថាធ្វើយ៉ាងណាដើម្បីគាត់ទទួលបានសេចក្តីសុខសុភមង្គលរួមគ្នាមិនមែនជាការបង្ខំទេវាជាការយល់ចិត្តយល់ទុក្ខធរៈដ៏ស៊ីជម្រៅហើយក៏ជាការកសាងសេចក្តីសុខសុភមង្គលរួមសម្រាប់ជីវិតគូផងដែរអញ្ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាមានបញ្ហាទាំងអស់នេះអាចដោះស្រាយអាចបើកចំហអាចរៀនពីចំណុចទាំងអស់ហ្នឹងហើយរំលែកវាចោលឬក៏កុំរក្សាទុកវាបន្តទៀតចា៎